Bộ mình ở kiaថ្ងៃនេះខ្ញុំអានអំពីរឿងក្អែកស្រុកបង្រៀនក្អែកព្រៃក្នុងកាលជាអតីតកាលខាងបាំងស្ងាត់យូរអង្វែងណាស់ទៅហើយមានក្អែកពីរគឺមួយក្អែកស្រុកសម្បូរសមមួយទៀតក្អែកព្រៃសម្បូរខ្មៅក្អែកស្រុកនេះវាចាស់ស៊ីចំណីអាហារគ្រប់យ៉ាងវារស់ដោយសារលួចឆក់ចំណីអាហាររបស់អ្នកស្រុកស៊ីរាល់ថ្ងៃមនុស្សណាទុកចំណីអាហារមិនប្រយ័ត្នវានឹងលួចឆក់ពាំទៅស៊ីមួយរំពេចថ្ងៃមួយក្អែកស្រុកហើររកស៊ីតាមធម្មតាបានជួបនឹងក្អែកព្រៃហើយវាសួរថាបងក្អែកព្រៃឯងទៅរកស៊ីរបៀបណាសប្តាហ៍ថ្ងៃក្អែកព្រៃឆ្លើយថាខ្ញុំសប្តាហ៍ថ្ងៃរកស៊ីតាមសមាជីវរមិនលួចឆក់របស់គេមកចិញ្ចឹមខ្លួនទេបងក្អែកស្រុកឯងរកស៊ីរបៀបណាដែរក្អែកស្រុកឆ្លើយថារកស៊ីតាមរបៀបបងឯងនោះស៊ីមិនទាន់មកទេរកស៊ីតាមរបៀបខ្ញុំទៅប្រសើរហើយងាយផងក្អែកព្រៃសួរថាតើរកស៊ីរបៀបដូចម្ដេចក្អែកស្រុកឆ្លើយថានៅពេលព្រឹកមើលតែមនុស្សម្នាគេហាត្រីទុកដោយធ្វេសប្រហែសផ្លិចត្រចៀកឬគេដើរទៅនេះទៅនោះអស់ខ្ញុំបោះពួយផ្លែទៅឆក់យកមកភ្លាមហើយហើរយកទៅស៊ីលើចុងឈើឯណោះធ្វើប្រងើយក្អែកព្រៃថាអូអីអញ្ចឹងខ្ញុំមិនដែររកស៊ីទេរបៀបហ្នឹងបងឯងប្រយ័ត្នដោយពាក្យឆាស់ថាលួចគេវាក្រាន់ប្រយ័ត្នគេទាន់វាក្រាលណាក្អែកស្រុកថាមកបងក្អែកព្រៃឯងទៅលោជាមួយនឹងខ្ញុំម្ដងមើលតើវាក្រាន់ឬវាក្រែលថាហើយក៏នាំគ្នាហាសម្ដៅទៅរកភូមិណាដែលមានមនុស្សរស់នៅអាស្រ័យទៅដល់ពាក់កណ្ដាលផ្លូវបានឃើញអ្នកដំណើរម្នាក់ដាក់រទេះដាំបាយឲ្យអាំងត្រីមួយដំបុតយ៉ាងឈ្ងុយគាត់ដាំបណ្ដាអាំងត្រីបណ្ដាចូលទៅកាប់អូសក្នុងព្រៃក្បែរនោះបណ្ដានៅលើក្បាលជូតដើរក្រមាមួយផងក្អែកស្រុកប្រាប់ក្អែកព្រៃថាបងឯងចាំធ្វើតាមបង្គាប់ខ្ញុំឆក់យកឈ្នួតក្បាលគាត់កាលណាគាត់ដេញតាមខ្ញុំបងក្អែកព្រៃឯងចូលទៅឆក់យកត្រីអាំងរបស់គាត់នោះភ្លាមទៅក្អែកទាំងពីរជំនុំគ្នារួចហើយក្អែកស្រុកបោះពួយសម្ដៅទៅឆក់យកឈ្នួតក្បាលតានោះបានហើយយ៉ាងលឿនតានោះក៏ខំរត់ដេញបង្ហើរយកឈ្នួតក្បាលវិញឯក្អែកព្រៃឃើញតាដេញដើមយកឈ្នួតក្បាលពីក្អែកស្រុកក៏ស្ទុះផ្លែតទៅយកត្រីអាំងហើយហើរទៅទុំលើចុងធ្វើប្រងើយក្អែកស្រុកឃើញក្អែកព្រៃឆក់ត្រីអាំងបានហើយក៏ទម្លាក់ឈ្នួតក្បាលមកឲ្យតានោះវិញតាបានឈ្នួតត្រឡប់មកកន្លែងរទេះរបស់គាត់រកមើលត្រីអាំងមិនឃើញងាករកចុះឡើងមិនឃើញសោះក៏ក្រឡេកទៅលើចុងឈើទៅឃើញក្អែកទាំងពីរកំពុងតែចែកត្រីអាំងគ្នាស៊ីយ៉ាងហឺហាតាក្តៅចិត្តណាស់ប៉ុន្តែមិនដឹងធ្វើម្ដេចទេចាប់ពីថ្ងៃនោះមកក្អែកព្រៃក៏ចេះរកស៊ីលួចឆក់ដោយក្អែកស្រុករហូតមកដល់សប្តាហ៍ថ្ងៃនេះឥឡូវនេះអ្នកខ្ញុំសូមថ្លែងអំណរគុណអញ្ជើញច្រើនចំពោះអស់មួយទាំងអស់គ្នាដែលបានចំណាយពេលវេលាដែលមានតម្លៃមកស្ដាប់អ្នកខ្ញុំអានអំពីរឿងក្អែកស្រុកបង្រៀនក្អែកព្រៃពីដើមដល់ចប់អ្នកខ្ញុំសូមអរគុណនិងសូមជម្រាបលា